ឥឡូវយើងបន្តជីវិតមេកាមីនៅវគ្គ3បន្តទៀតហើយមើលឃើញផ្ទះប្លែកហ៎ផ្ទះនេះសេរីមិនស្អាតទេតដបូលជាប់គ្នាតដាក់បកគោស្រោបផ្ទះហើយស្លឹកឈើក្រាលដើម្បីពាត់ធ្វើកន្លែងថ្មីហើយដើមឈើរីនេះខ្ញុំកាប់អពីណូរកឃើញកាលពីអេពីសូតមុនហើយឆ្ងាយពីនេះស្អីគេពីនេះគឺកន្លែង cobblestone generator កន្លែងកាប់យកថ្មនេះអានេះខ្ញុំមិនបាច់បង្ហាញទេគ្រាចេះធ្វើអានេះ cobblestone នេះអានេះគឺអានេះកន្លែងយក lava អត់ចេះអស់ lava farm នេះបតក់វាធ្លាក់ចូលក្នុងនេះបាន3ធុងទៀតណាចឹងចង់ដឹងថាតើផ្ទះយើងប្លែកខ្លះនេះខ្ញុំដាក់ផ្កាដាក់ស្អីពេញមុខផ្ទះហើយទ្រុងសัตว์របស់យើងក៏ខ្ញុំបានប្រកាត់បានមកចំនួនដែរហើយចាប់បានសេះមួយនេះហើយបើយើងឆ្ងល់ដល់សារដលនេះមកពីណាសារដលនេះគឺខ្ញុំស្ទូចត្រីនេះគួយស្ទូចត្រីកន្លែងនោះប្រហែលជា5នាទីបានសារដលមួយមុនពេលអត់ record ហ្នឹងមុនពេល record ហ្នឹងខ្ញុំធ្វើអីខ្លះទីមួយគឺកែផ្ទះឆ្នៃផ្ទះឲ្យវាមើលមកសមរូបសមរាងសមភ្នែកហើយធ្វើអាពីនេះហើយជាមួយនឹងក្រាលយកកត្រៃទៅកាត់ស្លឹកឈើយកមកក្រាលនេះព្រោះអនាគតទៅយើងចង់សង់នៅលើទឹកពូវាស្មើល្អជាងខ្ញុំខ្ជិលឃ្លៀដីនោះខ្ញុំសុំចិត្តក្រាលអានេះទៅចេះវិញហើយមូលហេតុដែលខ្ញុំក្រាលស្លឹកឈើដោយសារនេះវាស្រួលរោហើយយើងក្រាលអញ្ចឹងអត់មានម៉បណាមក spawn លើហ្នឹងឯងអញ្ចឹងបេសកកម្មយើងថ្ងៃហ្នឹងព្រោះធ្វើគេគឺធ្វើ iron farm ហើយមកកៅខ្ញុំចិត្តខូចអស់ហើយខ្ញុំតម្មាញបាន iron មកកភ្លុះដែរពេលអត់ record ហ្នឹងដោយសារខ្ញុំខ្ជិលដោយសារដាក់ចូលវីដេអូមើលធុញចង្អប់ទៅពេលមកតែខ្ញុំលេងធុញចង្អប់នេះសមិទ្ធផលយើងបានប៉ុណ្នេះអានេះពេលដុតហើយឈើហើយខ្ញុំក៏រកឃើញអានេះដែរស្ព្រុសនេះតែខ្ញុំទៅអង្គុយ farm ឈើលើមកសតុះនៅកលៀតនោះចាំខ្ញុំដាក់ replay មើលកុំឲ្យខាតពេលយូរយើងត្រូវធ្វើ iron farm របស់យើងតែមុនធ្វើ iron farm យើងត្រូវនេះសិនចាប់ចម្រិតអ្នកភូមិទៅអូសកអ្នកភូមិមើលនៅនេះក៏មាន iron កលឹមកើតដែរនេះអូអាមួយនេះបែកវាកើតនៅក្នុងទឹកនេះដើរធ្លាក់ទឹកហ៎មិនជួយប្រហើយបានដែកបន្ថែមបើសិនជាលើខ្យល់ដង្ហល់កុំព្យូទ័រធម្មតានេះកុំព្យូទ័រយើងមិនសូវខ្លាំងវាលាន់ខ្យល់អស់នេះបន្តិចតួចហ្នឹងចូលទូកអូនចូលទូកណែបងនាំទៅលេងលបាយប្រជាប្រិយចូលទាំងពីរមកអេមតោះដល់វគ្គយើងអូសកកទៅហើយអូខេប៉ុណ្ណឹងសិននៅហ្នឹងឯណាហ្នឹងហើយចាំប៉ានាំទៅលេងលបាយប្រជាប្រិយទៅឥឡូវយើងត្រូវការទឹក1កាតូឡាវ៉ា1កាតូដួសឡាវ៉ា1កាតូហ្នឹងទៅលឹបអូខេអានេះសម្ភារៈយើងគឺមាន hopper មានអីហ្នឹងតែ hopper អត់ទាន់ធ្វើទេឥឡូវយើងធ្វើ iron farm ទាំងអស់គ្នាតើចាប់ផ្ដើម let's go ឥឡូវចាំទៅមើល replay mod ពេលធ្វើអញ្ចឹងបាក់មើលកុំឲ្យខាតពេលយូរអញ្ចឹងយើងចូលទៅកាន់កម្មវិធីសាងសង់នៅអានេះគេហៅពាក្យខ្មែរថាម៉េចសិប្បកម្មផលិតដែកហ្នឹងហើយសិប្បកម្មផលិតដែកតោះ
90% ហើយយើងនៅចាំតែ villager វា breed ឲ្យគ្រប់ឯនេះគ្រប់5 villager ទៅឡើយវា breed បាន4ហើយតែពិតអានេះយើងមិនបាច់ដាក់ zombie ក៏បានដែរប៉ុន្តែបើយើងចង់ឲ្យវា spawn លឿនណាដាក់ zombie នៅកលៀតនេះឲ្យវាឃើញឲ្យអ្នកភូមិឃើញទៅវាបន្លាច zombie បន្លាចអ្នកភូមិទៅiron golem នោះវា spawn មកលឿនឥឡូវយើងចាប់ផ្ដើមធ្វើផ្លូវដើម្បីចាប់ zombie យកមកសិនជួយតាមពេលអានេះធ្វើមិនបាច់ដាក់ zombie អញ្ចឹងក៏បានដែរក៏វានៅតែដើរដែរប៉ុន្តែខ្ញុំចង់ធ្វើអញ្ចឹងទៅឲ្យវាមើលមកវាតំណងមើលជុំអ្នកភូមិនេះដេកធម្មតាវាអត់តន់គ្រប់អ្នកភូមិនេះវាអត់តន់ធំតគ្រប់5នាក់តាមពិតបើយើងធ្វើអាមួយទៀតណាត្រូវការអ្នកភូមិតែ3នាក់ឯងយើងធ្វើនឹងដីចេះយើងជីកប្រឡោះទៅក្រោមដីប៉ុន្តែខ្ញុំអត់ចង់ធ្វើប្រឡោះទៅក្រោមដីដោយសារខ្ញុំតនេះមកអញ្ចេះហ្នឹងអូខេតោះប៉ុណ្ណឹងបានហើយចុកដៃហត់ដោយសារមុន record ខ្ញុំលេងឡើងខ្ញុំទៅដើររ៉ែរអីឡើងមិនចេះតិចហើយអូខេជួបគ្នាវីដេអូក្រោយបាយ